នារីខាងលើគឺត្រូវបានគូតរងរបស់គាត់សម្រាប់គាត់2ថ្ងៃមុនពេលដែលពួកគាត់ចូលរោងការខាងស្រីគឺគាត់មានឈ្មោះថា Molly Watson ដែលគាត់គឺជាជនជាតិអាមេរិកគាត់គឺជាមនុស្សម្នាក់ដែលរស់រាយចូលចិត្តធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយចិត្តនិយាយទៅគាត់គឺជាមនុស្សម្នាក់ដែលមានចិត្តគំនិត positive អ្នកទាំងគ្នាហើយ Molly គាត់ក៏ធ្លាប់រៀបការបានម្ដងដែរហើយគាត់ក៏បានលែងលះគ្នាដោយមានកូនប្រុសម្នាក់បន្ទាប់ពីគាត់លែងលះគ្នាហ្នឹងគាត់ក៏មានការងារថ្មីមួយពេលដែលចូលទៅធ្វើការហ្នឹងគាត់ក៏បានស្គាល់នឹងបុរសម្នាក់ដែលបុរសខាងលើហ្នឹងដែលមានឈ្មោះថា James Eddy ដោយ James គឺគាត់មានអាយុ51ឆ្នាំអ្នកគ្នាបន្ទាប់ពីស្គាល់គ្នាធ្វើការមួយគ្នាអញ្ចឹងទៅពីអ្នកគាត់ក៏ចាប់ផ្ដើមទំនាក់ទំនងស្នេហាដោយ James ហ្នឹងគឺគាត់បង Molly ឡើង16ឆ្នាំអ្នកគ្នាបើយើងគិតទៅសឹងតែដូចទំនាក់ទំនងឪនឹងកូនណាតែ Molly គឺគាត់អត់ខ្វល់ពីអាយុឯណាអ្នកគ្នាគឺគាត់នៅតែស្រឡាញ់ James ហើយសូម្បីតែបងប្រុសរបស់ Molly ពីកើតគាត់ក៏បាននិយាយថាពេលដែល Molly ស្រឡាញ់គ្នាមួយ James គឺ Molly គឺគាត់ស្រឡាញ់ James ខ្លាំងមែនតើហ្មងដែលគាត់អត់ដែរឃើញប្អូនស្រីគាត់អញ្ចឹងពីមុនទេប៉ុន្តែមិត្តភក្តិជិតស្និទ្ធរបស់ Molly ហ្នឹងគឺគេនិយាយថាគឺគេអត់សូវចូលចិត្ត James ម៉ានទេអ្នកគ្នារបៀបថាគាត់ឃើញមុខគឺអត់សូវចូលចិត្តដោយសារ James ហ្នឹងគឺគាត់គឺជាមនុស្សម្នាក់ដែលអត់សូវចេះនិយាយស្ដីរបៀបស្ងៀមអីចឹងណាហើយពីអ្នកគាត់ក៏បានតាក់ទងគ្នាពេលដែលតាក់ទងហ្នឹងគឺ James គឺបានប្រាប់ Molly ថាគាត់គឺកំពុងតែលែងលះជាមួយនឹងប្រពន្ធទី4របស់គាត់ដោយសារគាត់ធ្លាប់រៀបការចំនួន4ដងហើយប្រពន្ធចុងក្រោយរបស់គាត់ប្រពន្ធទី4របស់គាត់ហ្នឹងគឺមានឈ្មោះថា Melanie Eddy ដោយគាត់កំពុងតែលែងលះជាមួយនឹងប្រពន្ធគាត់វាចឹងណាហើយគាត់ក៏បានតាក់ទងជាមួយនឹង Molly អីចឹងទៅហើយពេលដែលតាក់ទងគ្នាបានរយៈពេល7ឆ្នាំ James គាត់ក៏បាន propose ទៅ Molly ដើម្បីសុំរៀបការនិយាយទៅ Molly គឺគាត់សប្បាយចិត្តអ្នកទាំងគ្នាដែលសង្សារសុំរៀបការអីចឹងគាត់ក៏ចាប់ផ្ដើម plan ដើម្បីរៀបចំពិធីមង្គលការអីចឹងណាចឹងមួយអាទិត្យមុនពេលដែលដល់ថ្ងៃដែលគាត់រៀបការហ្នឹងគឺ James គឺគាត់បានប្រាប់ Molly ថាអតីតប្រពន្ធគាត់ដែលមានឈ្មោះថា Melanie ហ្នឹងគឺបានគ្រោះថ្នាក់ចរាចរណ៍ហើយបាត់បង់ជីវិតបាត់អីចឹងគាត់ក៏អត់សូវរបៀបជួយរៀបចំនៅក្នុងការរៀបចំពិធីមង្គលការហ្នឹងដែរគាត់រវល់នៅក្នុងការរៀបចំពិធីបុណ្យសពអីចឹងទៅហើយ Molly ក៏គាត់អូខេចឹងទៅរហូតដល់ថ្ងៃទី25ខែ4ឆ្នាំ2018ទៅប្រហែលជា4ថ្ងៃមុនពេលដែលពួកគាត់ដល់ថ្ងៃការហ្នឹងគឺ Molly ជាមួយនឹង James គាត់ក៏បានដឹកដៃគ្នាទៅចូលអេតាសវលជាមួយគ្នា Molly គឺគាត់សប្បាយចិត្តហ្មងដែលបានចូលអេតាសវលហើយគាត់ក៏ស្វាស្វែងនៅក្នុងការរៀបចំពិធីមង្គលការដែរខ្ញុំចង់និយាយថាគាត់ជាមនុស្សស្រីចិត្តដល់ថ្ងៃការអញ្ចឹងគឺគាត់រំភើបគាត់សប្បាយចិត្តបន់ឲ្យដល់ថ្ងៃលឿនអញ្ចឹងណាអ្នកគ្នាប៉ុន្តែជាអកុសល2ថ្ងៃមុនពេលដែលគាត់រៀបការហ្នឹងគឺគេបានរកឃើញសាកសពរបស់គាត់ដោយសាកសពរបស់គាត់ហ្នឹងគឺត្រូវបានគេបាញ់ពីក្រោយចំក្បាលណាអ្នកគ្នាចំក្បាលពីក្រោយហ្នឹងណាការបាញ់ហ្នឹងគឺនៅក្នុងរយៈចម្ងាយដែលចិត្តណាហើយប៉ូលីសគេក៏បានរកឃើញអេតាសវលដែលគាត់ចុះជាមួយនឹង James ហ្នឹងនៅក្នុងឡានរបស់ Molly ហ្នឹងអញ្ចឹងគេក៏បានទៅផ្ដល់ដំណឹងថា Molly ស្លាប់ហ្នឹងទៅឲ្យ James ដោយប៉ូលីសគឺដំបូងគឺគាត់សន្និដ្ឋានថាអាចនឹងរបៀបថាគេចង់ប្លន់អីចឹងប៉ុន្តែរបៀបប្លន់ខុសបច្ចេកទេសអីចឹងដោយសារអញ្ជៀនរៀបការរបស់ Molly ដែល James propose ហ្នឹងគឺនៅពាក់អន្លោយគឺអត់មានបាត់បង់អីទេអញ្ចឹងគេក៏បានយកព័ត៌មានថា Molly ស្លាប់ហ្នឹងទៅប្រាប់គូតដងរបស់ Molly ដែលជា James ហ្នឹងប៉ុន្តែអីដែលប៉ូលីសទៅដល់ផ្ទះរបស់ James ដែលគាត់នឹកស្មានដល់ហ្នឹងគឺគាត់បានជួបជាមួយនឹងអតីតប្រពន្ធរបស់ James ដែល James ក៏ហៅ Molly ថាលែងលះគ្នាហើយបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺគាត់អត់ទាន់ស្លាប់ទេអ្នកនរគ្នាលើគាត់តែប៉ូលីសទៅគូសទ្វារគឺអតីតប្រពន្ធហ្នឹងមកបើកទ្វារឲ្យប៉ូលីសមកវាចឹងណាចឹង Melanie ដែលជាអតីតប្រពន្ធដែល James គាត់ប្រាប់ Molly ហ្នឹងគឺគាត់ភ្ញាក់ផ្អើលហើយគាត់ចង់និយាយថាតក់ស្លុតទៅអ្នកនរគ្នាដែលគាត់នឹកស្មានថាប្តីដែលគាត់រៀបការអស់រយៈពេល23ឆ្នាំហ៊ានលួចក្បត់គាត់អស់រយៈពេល7ឆ្នាំទៅតាក់ទងជាមួយនឹង Molly ហ្នឹងណានិយាយទៅគឺគាត់អត់ដែរគិតហ្មងថាប្តីគាត់ទៅធ្វើរឿងចឹងក្រោយខ្នងគាត់កើតហើយថែមទាំងកុហកស្រីថ្មីហ្នឹងថាគាត់នឹងស្លាប់ទៀតហើយពីអ្នកគាត់ហ្នឹងគឺរៀបការជាមួយគ្នាអស់រយៈពេល23ឆ្នាំណាអ្នកនរគ្នាហើយគឺគាត់អត់មានដឹងសោះថាប្តីគាត់ធ្វើរឿងចឹងក្រោយខ្នងគាត់ណាចឹងគ្រាន់តែប៉ូលីសដឹងពីសាច់រឿងហ្នឹងភ្លាមគឺប៉ូលីសដឹងហ្មងថាអ្នកដែលសម្លាប់ Molly ហ្នឹងមិនមែនជាចោរចង់ប្លន់អីទេគឺ James ហ្នឹង 100% ហ្មងចឹង James ហ្នឹងគាត់ក៏បានកុហកប៉ូលីសថាអូថ្ងៃកើតហេតុហ្នឹងគាត់នៅជាមួយនឹងមិត្តភក្តិរបស់គាត់ប៉ុន្តែពេលដែលប៉ូលីសទៅសួរមិត្តភក្តិហ្នឹងគឺមិត្តភក្តិហ្នឹងប្រាប់ថាអត់ទេគឺអត់បានជួប James ហ្នឹងទេអញ្ចឹងប៉ុណ្ណឹងគឺប៉ូលីសអាចចាប់ខ្លួនគាត់បានហើយគាត់ទៅចាប់ខ្លួនគាត់គឺតឡាការកាត់ទោសឲ្យគាត់ហ្នឹងគឺជាប់គុកមួយជីវិតគឺអាចចេញពីខាងគុកបានទេប៉ុន្តែពេលដែលប៉ូលីសកាត់ទោសប៉ុណ្ណឹងហើយគឺគាត់នៅតែនិយាយថាគាត់អត់បានធ្វើទេគាត់នៅតែទាមទារចង់ឲ្យតឡាការកាត់ទោសសាថ្មីអីចឹងណាហើយប្រពន្ធគាត់ហ្នឹងគឺចង់និយាយថាឡើងបទសម្ភាសគឺនិយាយថានិយាយដូចខ្ញុំនិយាយមិនហ្នឹងនិយាយថាគាត់អត់នឹកស្មានណាថាប្តីគាត់គឺហ៊ានធ្វើអញ្ចឹងទាំងដែលគាត់រៀបការមួយគ្នា23ឆ្នាំមានកូន2នាក់ជាមួយគ្នាមហាជនគឺគេបានសន្និដ្ឋានថាមូលហេតុដែល James គឺគាត់សម្លាប់ Molly ហ្នឹងគឺដោយសារតែរបៀបថា Molly ចាប់បានថា James ហ្នឹងកុហកអញ្ចឹងគាត់អត់ដឹងត្រូវធ្វើម៉េចគាត់ freak out ទៅគឺគាត់ចាប់ផ្ដើមធ្វើការសម្លាប់ទៅលើ Molly ហ្នឹងហ្មងនិយាយទៅគឺ James ហ្នឹងគឺជាមនុស្សម្នាក់ដែលអាត្មានិយមខ្លាំងហ្មងអ្នកនរគ្នាគាត់តែម្នាក់ណាគឺគាត់បំផ្លាញជីវិតនារីដល់ទៅ2នាក់មិនថាតែ2នាក់ហ្នឹងឯងសូម្បីតែគ្រួសារ Molly គឺត្រូវបាត់បង់កូនបាត់បង់ប្អូនស្រីបាត់បង់មិត្តភក្តិដោយសារតែមនុស្សអាត្មានិយមដូចគាត់ហើយគាត់គឺចាស់ហើយណាអ្នកគ្នាគឺអាយុ51ឆ្នាំណាតែគាត់នៅហ៊ានធ្វើអញ្ចឹងទៅរួចគាត់មានអាណិតចិត្តប្រពន្ធគាត់ចិត្តកូនគាត់2នាក់មិនដឹងថាដល់ពេលឪពុកធ្វើអញ្ចឹងទៅមិនដឹងមានអារម្មណ៍មិនចឹងគិតទៅសម័យឥឡូវគឺមានគ្រប់សពបែបយ៉ាងហ្មងជាពិសេសមានច្រើនជាងគេហ្នឹងគឺមនុស្សអាត្មានិយមដូច James ហ្នឹងហ្មងហើយរឿងក្តីយើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបងអូនដែលស្ដាប់រឿងក្តីនេះមានមតិអីគឺអាចខមមិននៅក្រោមនឹងបានហើយចាំជួយទៅ like Facebook page ហើយនិង follow IG របស់ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ